យើងមកតាមដានរឿងរ៉ាវសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាឃើញថាម្ចាស់គ្រឹះស្ថានអប់រំផ្នែកឯកជនបានត្អូញត្អែពីផលលំបាកនៅក្នុងការនាំចូលនៅសៀវភៅសិក្សាពីបរទេសមកក្នុងប្រទេសកម្ពុជាអង្គការគួចមេងលីចាងបានជាស្ថាននិងជាសាលានិងជាម្ចាស់សាលាអន្តរជាតិអាមេរិកបានលើកឡើងថាការនាំចូលសៀវភៅឬក៏សម្ភារៈសិក្សាមិនគួរត្រូវតឹងតែងពេកនោះទេពីព្រោះថាវត្ថុទាំងនេះមានគុណភាពខ្លាំងណាស់ហើយនឹងគុណតម្លៃខ្លាំងណាស់សម្រាប់អភិវឌ្ឍចំណេះដឹងរបស់កូនខ្មែរការលើកឡើងរបស់សហគ្រិនរូបនេះក្នុងគោលបំណងលើកស្ទួយវិស័យអប់រំនៅកម្ពុជាដែលសពថ្ងៃត្រូវបានគេចាត់ទុកថាជាវិស័យអាទិភាពសំខាន់មួយដែលត្រូវធ្វើកំណែតម្រង់ស៊ីជម្រៅពង្រឹងជាចាំបាច់ដើម្បីពង្រឹងការអភិវឌ្ឍធនធានមនុស្សឲ្យកាន់តែប្រសើរឈានទៅការប្រកួតប្រជែងក្នុងវិស័យការងារជាសកលអង្គការគួចមីលីបានបញ្ជាក់ទៀតថាលោកធ្លាប់បាននាំចូលសៀវភៅសិក្សាប្រមាណកន្លះទូកុងតឺន័រពីសហរដ្ឋអាមេរិកមកប្រទេសកម្ពុជាសម្រាប់ជាមូលនិធិអង្គការផ្ដល់ជូនដល់កូនខ្មែរល្អិតគិតថ្លៃប៉ុន្តែការនាំយកនៅសម្ភារៈទាំងនោះត្រូវចំណាយពេលជិត1ឆ្នាំនិងថវិកាជាច្រើនសម្រាប់រត់ការព្រមទាំងបង់ពន្ធនៃការនាំចូលទៀតផងអង្គការបានថ្លែងថាចាប់ពីពេលនោះមកនិយាយពីការនាំចូលសៀវភៅសម្រាប់លោកគឺមិនមានទៀតទេព្រោះថាលក្ខខណ្ឌស្មុគស្មាញខ្លាំងពេកនិងចំណាយលើពន្ធច្រើននាំចូលសៀវភៅម្ដងការខ្ញុំបើកសាលាហើយខ្ញុំក៏នាំរបស់របរផ្សេងទៀតតាមអង្គការវាមានការពិបាកមែនតែនមិនដឹងថា wave តាក់បាទកាត់តាក់យ៉ាងម៉េចកុំឲ្យវាពាក់ព័ន្ធព្រោះយើងនាំមកចូលជូនដល់កូនខ្មែរអប់រំយើងចំណាយលុយច្រើនចំណាយលុយតាំងពីប្រមូលសៀវភៅតាំងពីចំណាយលើ shipping ដឹកជញ្ជូនចំណាយពេលម្ដងនេះចែកចាយទៀតក៏ប៉ុន្តែវាហាក់បីដូចជាមានការរាំងស្ទះឆ្អឹងបំពង់កមិនអាចជ្រះថ្លាបានដើម្បីធ្វើយ៉ាងម៉េចយកកំសម្រាមរបស់គេដែលបច្ចុប្បន្នភាពជាទ្រព្យរបស់យើងដែលយកមកចែកកូនខ្មែរយើងក៏វាពិបាកនាំក្រែចូលមកក្រែពេទ្យនាំឧបករណ៍ដែលសិតតែរបស់ free ទាំងអស់ចេញទៅលុយថ្លៃខ្ញុំចេញទេបាទរាប់ម៉ឺនដុល្លារដើម្បីធ្វើយ៉ាងម៉េចឲ្យដល់កូនខ្មែរយើងដោយពេទ្យយើងដោយបណ្ណាល័យយើងឲ្យបានប្រើប្រាស់គ្រប់ជ្រុងជ្រោយវាហាក់បីដូចជាវាផ្លូវវាចង្អៀតខ្ញុំមិនដឹងថាធ្វើយ៉ាងម៉េចហើយដើម្បីនាំចូលមកបានស្រួលដើម្បីថាខ្ញុំចាយលុយអស់រាប់ម៉ឺនទៅលើការ shipping ក៏ប៉ុន្តែខ្ញុំមិនគួរចាយទៅលើអ្វីផ្សេងទៀតដែលមិនគួរទុកលុយហ្នឹងដើម្បីទៅទិញឧបករណ៍សម្ភារៈប្រើប្រាស់ដល់កូនខ្មែរយើងហើយមិនមែនតែសាលាខ្ញុំទេដើម្បីប្រើទូទាំងប្រទេសបាទអញ្ចឹងខ្ញុំសង្ឃឹមថាមានគេហៅថាវិធីសាស្ត្រណាដើម្បីធ្វើឲ្យអំណោយផលស្រួលនឹងការនាំចូលនៅរបស់របរដែលមិនមែនជាគ្រឿងញៀនមិនមែននឹងស្រាមិនមែនជារបស់ផឹកស៊ីឬក៏លបែងអីទេរបស់អប់រំជំរុញកូនខ្មែរយើងឲ្យចេះមានចំណេះដឹងដើម្បីកសាងជាតិការពារជាតិក៏ប៉ុន្តែវាហាក់បីដូចជាការពិបាកអញ្ចឹងខ្ញុំបានតំណាក់តំណងច្រើនកន្លែងហើយគេថាឲ្យយើងមាន MOU ជាមួយផ្នែកនេះផ្នែកនោះប៉ុន្តែការសួរ MOU វាតែងតែមានការរាំងស្ទះគេថាយើងត្រូវការមានអង្គការឥឡូវអង្គការខ្ញុំក៏មានដំណើរការរាប់ឆ្នាំមកហើយអញ្ចឹងត្រូវការតាក់ទងក្រសួងអ្នកនាំពាក្យគេថាវាមានត្រូវការកលិកលៈបើនិយាយរួមទៅកលិកលៈចំណុចតែមួយគឺរឿងលុយហើយបើតែរឿងលុយខ្ញុំអត់មានលុយឲ្យទេបាទលោកញ៉ាបានស្នើឲ្យស្ថាប័នពាក់ព័ន្ធក៏ដូចជារាជរដ្ឋាភិបាលជួយបន្ធូរបន្ថយពន្ធនាំចូលសម្ភារៈសិក្សាព្រមទាំងសម្រួលឲ្យមានភាពងាយស្រួលក្នុងការនាំចូលនៅរបស់របរទាំងអស់នេះដើម្បីប្រយោជន៍ពង្រឹងធនធានមនុស្សនៅកម្ពុជាមកពីមុនខ្ញុំនាំមកតែកន្លះកុងតឺន័រចែកជា2នាក់ទៀតវារាំងស្ទះដល់រាប់ជិត1ឆ្នាំនៅកន្លែងផែគេហ្នឹងបងពុនក៏ច្រើនហើយក៏យកចេញក៏អត់កើតហើយបងកន្លែងអាស្អីឃ្លាំងគេក៏ច្រើនបាទដូច្នេះហើយវាធ្វើឲ្យមានការផលប្របាករៀងលែងហ៊ានចង់យកចូលមកបាទខ្ញុំសំណូមពរដល់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោជាអ្នកដឹកនាំដ៏ខ្លាំងក្លានេះធ្វើយ៉ាងម៉េចសម្រួលផលស្រួលដល់កូនខ្មែរយើងដែលមានឆន្ទៈចង់ជួយលើកស្ទួយសេដ្ឋកិច្ចចង់លើកស្ទួយប្រទេសចង់លើកស្ទួយការអភិវឌ្ឍប្រទេសខ្មែរដោយការគ្រប់គ្រងរបស់ទិសដៅរបស់គាត់បានល្អនេះឲ្យទៅមុខវិជ្ជាហ៊ានធំទៀតទម្លាយទ្វារឲ្យធ្លាយដើម្បីបើថាយើងរកស៊ីអាជីវកម្មអីផ្សេងអាហ្នឹងយកពន្ធដារទៅប៉ុន្តែខ្ញុំជាអ្នកវិស័យអប់រំគឺមានតែកំណត់មួយ
គឺចង់ជួយកូនខ្មែរយកឲ្យមានចំណេះដឹងហើយមានគេហៅថាភាពក្លាហានបច្ចុប្បន្នរដ្ឋាភិបាលមានគោលការណ៍សម្រាប់ផ្ដល់ការអនុគ្រោះសម្ភារៈជាអំណោយឬក៏សប្បុរសធម៌ដែលជាប្រយោជន៍សម្រាប់ជួយសង្គមក៏ប៉ុន្តែបញ្ហាត្រង់ថាការរត់សំណុំបែបបបផ្សេងមានភាពស្មុគស្មាញចំណាយពេលវេលាហើយត្រូវការចំណាយលុយដើម្បីរត់ការទៀតផងមិនអាចទំនាក់ទំនងទៅមន្ត្រីជំនាញអង្គភាពគយនិងរដ្ឋកោដើម្បីបញ្យល់អំពីបញ្ហានេះបានទេអ្នកយកព័ត៌មានរបស់យើង